ជំរាបសួរបងប្អូនហើយដែរខ្ញុំមានវីដេអូមួយចង់បង្ហាញបងប្អូននៅពីរបៀបកែម៉ាញ់តូអាវាវទៅคล้ายជាម៉ាញ់តូអាសង់នេះតមានដូចតទៅនេះខ្សែម៉ាញ់តូនេះខ្សែនេះខ្សែខ្មៅឆ្នុតក្រហមហ្នឹងអានឹងខ្សែភ្លឺធាក់ឆេះតវាចូលជាមួយនឹងខ្សែភ្លើងចែកចាយខ្សែពណ៌ខ្មៅនេះខ្សែភ្លើងចែកចាយហ្នឹងបាទតតែនឹងចូលមួយមកនេះបន្ទាប់មកយើងបដូរខ្សែឲ្យខ្សែម៉ាស់នេះខ្សែម៉ាស់នេះឲ្យមកចូលមកខ្សែភ្លើងចែកចាយនេះវិញដូរគ្នាដូរទៅពីរខ្សែទៅបានបងប្អូនហ្នឹងហើយចាំមើល